នៅពេលចាក់ចេញពីផ្ទះនៅស្រុកខ្មែរគឺថាមានអារម្មណ៍មួយដែលខ្ញុំពិបាកនឹងនិយាយប្រាប់មែនទែននៅស្រុកខ្មែរគឺជាកន្លែងមួយដែលថាចប់នៅក្នុងបេះដូងខ្ញុំជានិច្ចបើថាបងប្អូនធ្លាប់យល់អារម្មណ៍ហ្នឹងខ្ញុំជឿថាដឹងថាយើងចង់យំប៉ុន្តែយើងយំមិនចេញហើយគិតថាខំប្រាប់ខ្លួនឯងថាឲ្យរឹងប៉ឹងឡើងឲ្យគិតថាយើងនឹងមកវិញជួបគ្នាជួបមិត្តភ័ក្តិជួបក្រុមគ្រួសារជាពិសេសជួបហើយនៅថាខ្ញុំធ្លាប់រស់នៅពីមុនហ្នឹងគឺជាពិសេសគឺជាដូនខ្ញុំដែលថាគាត់នៅចាំខ្ញុំរហូតថាតែការចាក់ចេញថ្ងៃនេះខ្ញុំរំពឹងថាថ្ងៃមួយឆាប់ខ្ញុំនឹងបានមកជួបជីដូនខ្ញុំវិញនឹងបានមកជួបបងប្អូនក្រុមគ្រួសារហើយមិត្តភ័ក្តិខ្ញុំវិញពេលនេះតើខ្ញុំយល់ថាពេលវេលាគឺមានតម្លៃមែនទែនគឺលើសជាងទ្រព្យទាំងអស់គឺពេលវេលាដែលថាយើងរកមិនបានមកវិញពេលវេលានៅជាមួយជីដូនពេលវេលានៅជាមួយក្រុមគ្រួសារជាមួយបងប្អូនជាមួយមិត្តភ័ក្តិហើយពេលវេលានៅជាមួយខ្លួនឯងការយល់ដឹងខ្លួនឯងពេលខ្ញុំត្រឡប់ទៅស្រុកខ្មែរលើកនេះខ្ញុំយល់ដឹងច្រើនថាចិត្តខ្ញុំត្រូវការអ្វីត្រូវការអារម្មណ៍ស្ងប់ស្ងាត់ថាធ្វើអ្វីដែលថាឲ្យយើងស្ងប់ស្ងាត់អារម្មណ៍ខ្លួនឯងធ្វើអ្វីល្អនៅជុំវិញខ្លួនយើងគឺការយល់ដឹងខ្ពស់អំពីខ្លួនឯងទៅស្រុកខ្មែរលើកនេះខ្ញុំយល់ដឹងថាពេលវេលាមានតម្លៃជាមួយអ្នកដែលថាយើងស្រឡាញ់គោរពជុំវិញខ្លួនយើងហើយពេលយើងចាក់ចេញមកក៏ខ្ញុំដឹងថាទោះបីជាយើងនៅឆ្ងាយពីគ្នាយ៉ាងណាក៏បេះដូងយើងនៅជិតគ្នាអារម្មណ៍យើងនៅតែជិតគ្នាទោះបីជាផែនដីធំធេងយ៉ាងណាក៏យើងមិនភ្លេចគ្នាហើយបើសិនជាយើងមាននិស្ស័យយើងនឹងបានជួបគ្នាឆាប់វិញខ្ញុំគិតថាពេលណាយើងមានសង្ឃឹមទៅថ្ងៃមុខរៀងរាល់ថ្ងៃដែលថាយើងភ្ញាក់ឡើងយើងមានទឹកចិត្តដែលថាទៅវាមិនអស់សង្ឃឹមទេទោះបីជាយើងនៅឆ្ងាយពីគ្នាយើងគួរតែឲ្យកម្លាំងចិត្តទៅខ្លួនឯងបើសិនជាមានថ្ងៃមួយឆាប់យើងនឹងជួបគ្នាវិញគឺពេលហ្នឹងគឺពេលវេលាដែលថាយើងបានជួបគ្នាប៉ុន្តែពេលវេលាដែលថាយើងនៅបែកមាក់បែកបងប្អូនជីដូនបែកអ្នកដែលថាយើងស្រឡាញ់គឺពេលហ្នឹងដែលថាយើងយល់ដឹងអំពីខ្លួនឯងច្រើនយើងយកពេលហ្នឹងទៅស្វែងយល់អ្វីដែលថាយើងគួរតែធ្វើឲ្យប្រសើរឡើងទៅថ្ងៃអនាគតប្រសើរឡើងសម្រាប់ខ្លួនឯងយើងមើលថែសុខភាពខ្លួនឯងការហូបចុកហាត់ប្រាណគឺអ្វីដែលថាយើងត្រូវការសម្រាប់បំពេញឲ្យជីវិតខ្លួនឯងប្រសើរឡើងដើម្បីពេលយើងបានមកជុំគ្នាវិញយើងនឹងអាចចែករំលែកអ្វីល្អទៅឲ្យគ្នាវិញទៅមកបានដូច្នេះខ្ញុំយល់ដឹងថាពាក្យលាគឺជាពាក្យមួយដែលថាយើងត្រូវការដើម្បីបានជួបគ្នាវិញ